រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមហងជួននរនបានណែនាំដល់គ្រឹះស្ថានសាធារណៈនិងឯកជនទាំងអស់មិនត្រូវឲ្យសិស្សលេងបាញ់ទឹកចាស់ទឹកនិងលាបម្សៅទេក្នុងអំឡុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិនេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងដោយកន្លងមកក្រសួងបានសង្កេតឃើញសិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យមសិក្សាបាននឹងកំពុងលេងល្បែងដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរដូចជាការលេងបាញ់ទឹកចាស់ទឹកគប់ស្បង់ទឹកនិងលាបម្សៅជាដើមដែលជាសកម្មភាពធ្វើដាក់គ្នាទៅវិញទៅមកដោយគ្មានសណ្ដាប់ធ្នាប់គ្មានរបៀបរៀបរយគ្មានភាពថ្លៃថ្នូរនិងគ្មានសុវត្ថិភាពផងដែរសេចក្តីណែនាំនេះឲ្យដឹងថាដើម្បីទប់ស្កាត់និងជៀសវាងបាតុភិបកាត់ឡើងជាយថាហេតុព្រមទាំងធានាបាននូវភាពថ្លៃថ្នូរសុវត្ថិភាពចំពោះសិស្សានុសិស្សក្រសួងសូមហាមឃាត់ជាដាច់ខាតនិងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែងឬរបាំប្រជាប្រិយខ្មែរនិងល្បែងមួយចំនួនប្រឈមនឹងហានិភ័យអសុវត្ថិភាពនិងបង្កឲ្យមានគ្រោះថ្នាក់ល្បែងកំសាន្តដូចជាលេងបាញ់ទឹកចាស់ទឹកគប់ស្បង់ទឹកនិងលាបម្សៅធ្វើឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់ជាតិនិងមិនសមជាកុលបុត្រកុលធីតាខ្មែរឡើយក្រៅពីនេះទៀតក្រសួងក៏បានណែនាំដល់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូក្រុមប្រឹក្សាកុមារក្រុមប្រឹក្សាយុវជនត្រូវបែងចែកការទទួលខុសត្រូវតាមថ្ងៃតាមវេទដើម្បីជួយសម្រួលឲ្យសិស្សានុសិស្សបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរប្រកបដោយភាពសប្បាយរីករាយនិងមានសុវត្ថិភាពនិងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពនិងអនាម័យជៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗផងដែរក្រសួងក៏បានណែនាំឲ្យគ្រឹះស្ថានអប់រំសហការជិតស្និទ្ធជាមួយមាតាបិតាឬអាណាព្យាបាលសិស្សសហគមន៍អាជ្ញាធរដែនដីដើម្បីផ្ដល់និងទទួលព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗដែលប្រព្រឹត្តដោយសិស្សានុសិស្សដើម្បីផ្ដល់ការអប់រំណែនាំនិងកែលម្អបានទាន់ពេលវេលាលោកយ៉ងកំឯងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពបានឲ្យដឹងថាការលេងបាញ់ទឹកលាបម្សៅនេះអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍និងការលេងលាបម្សៅនេះវាអាចប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គលម្នាក់ៗលោកថ្លែងថាការហាមឃាត់របស់ក្រសួងគឺជារឿងល្អក៏ប៉ុន្តែការធ្វើកិច្ចការនេះបន្ថែមទៀតក្រៅពីអាជ្ញាធរនៅតាមមូលដ្ឋាន